ចាសូមជម្រាបសួរលោកតាលោកយាយអ៊ំពូមីងបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានទីបន្ទាល់លើកទឹកចិត្តមួយដល់លោកអ្នកបងប្អូនអំពីភាពស្មោះត្រង់របស់បងប្អូនខ្មែរយើងដែលខ្ញុំបានជួបកន្លងមកក្នុងរយៈពេលប្រហែលថ្ងៃនេះមិញនេះខ្ញុំបានទៅផ្សារទៅទិញដូងខ្ទិះដូងពីមួយរបស់ខ្ញុំហើយនៅពេលដែលគាត់ពូតខ្ទិះហើយគាត់ថាខ្ទិះថ្ងៃនេះតិចចុះហើយខ្ញុំថាអត់អីទេបងពួកអីយើងពូតយកចេញពីសាច់ដូងមកដូងពីកន្លែងខុសគ្នាពេលខុសគ្នាយើងអាចទីបាននេះថានៅក្នុងវាមានអាជាតិខ្ទិះប្រមាណហើយខ្ញុំថាអត់អីទេបងដាក់មកហើយនៅពេលដែលខ្ញុំឲ្យលុយទៅគាត់កន្លះគីឡូ7,000ហ្នឹងគាត់ថាអត់ទេអូនឲ្យបងទៅ6,000បានហើយពីព្រោះថ្ងៃតិចចម្លែកឃើញលោកភ្នែកបងមើលទៅភ្នែកជីងនឹងវាច្រឡំអីមិនខ្មិចអញ្ចឹងបងយកទៅ6,000ថាអត់ទេបងថ្លឹងកន្លះគីឡូហើយយកគាត់ថាគាត់ព្រមដាច់ខាតគាត់យកទៅ6,000ហើយគាត់ដាក់1,000នៅក្នុងថង់ឲ្យមកខ្ញុំវិញហើយខ្ញុំត្រូវលេងលងទឹកភ្នែកចំពោះភាពស្មោះត្រង់របស់គាត់ពីព្រោះអីគាត់មិនមែនជាអ្នកមានអីទេលក់ដូរចាប់ហួយនៅផ្សារដីតូចមួយហើយប៉ុន្តែអ្វីដែលលើកទឹកចិត្តខ្ញុំខ្លាំងបំផុតគឺភាពស្មោះត្រង់របស់គាត់ហើយក៏រំលឹកខ្ញុំកាលពីប្រហែលសប្តាហ៍មុនខ្ញុំមានមួយម្នាក់លក់នំប៉ោងប៉ុន្តែនៅកន្លែងលក់នំប៉ោងគាត់ហ្នឹងគាត់មានលក់នំមួយគេហៅនំម្រាមដៃខ្ញុំបងប្អូនស្គាល់អត់ទេរសជាតិវាស្រៀងនំប៉ោងប៉ុន្តែគេប្របែកវាទៅដូចម្រាមដៃអញ្ចឹងហើយគេបំពងទៅគេដាក់ល្ងហ្នឹងហើយបំពងស្រួយៗហើយកូនធំខ្ញុំចូលចិត្តហើយនៅពេលដែលខ្ញុំទៅដល់នំនឹងអត់ទាន់ធ្វើទេគេគាត់លក់ដាច់នំប៉ោងហើយនឹងចាក់ខ្វៃគាត់រវល់ជាងចាក់ខ្វៃហើយនៅពេលហ្នឹងគាត់សួរថាអូនឥឡូវបងឯងចាំបានទេបើចាំបងបានមួយផ្លែតបងធ្វើឲ្យលោកអ្នកបងប្អូនហើយគឺគាត់អង្គុយធ្វើឈរធ្វើគាត់ផ្អាកធ្វើនំប៉ោងរបស់គាត់ហើយខ្ញុំគាត់មកធ្វើនំម្រាមដៃហ្នឹងដើម្បីឲ្យខ្ញុំបានយកទៅឲ្យកូនញ៉ាំហើយខ្ញុំពិតជាអស្ចារ្យនៅក្នុងចិត្តហ្នឹងពេលខ្លះខ្ញុំទៅហាងថ្លៃមែនទែនគាត់ថាខ្ញុំបានអីដែលខ្ញុំចង់ញ៉ាំហ្នឹងណាតែគាត់សុខចិត្តធ្វើឲ្យខ្ញុំហើយមួយទៀតខ្ញុំមានមួយពងទាដែរគាត់អូសម៉ូតូលក់ពងទាហ្នឹងពីដើមគាត់អូសកង់ឥឡូវគាត់មានម៉ូតូជិះហើយខ្ញុំអស្ចារ្យមែនទែននៅពេលដែលខ្ញុំទៅដល់ជួបគាត់ហើយក៏សួរបងសុខសប្បាយដល់សួរគាត់សុខសប្បាយគាត់ឆ្លើយមកខ្ញុំវិញថាអូសុខសប្បាយហ្នឹងគាត់កំពុងរាប់ពងទាគេ20គាត់ថាមីអូនវគ្គបាត់អី20មិញរាប់នឹងគ្រប់អត់ដល់ពេលអញ្ចឹងគាត់ថាឈប់ពូចាំមួយផ្លែតកុំឲ្យខាតបុននៅរឿងរាប់ខុសហ្នឹងហើយគាត់ក៏ថាគាត់សុំចាក់ពងទាហ្នឹងគាត់រាប់ឡើងវិញហើយខ្ញុំអស្ចារ្យនៅក្នុងចិត្តដោយសារភាពស្មោះត្រង់របស់ពួកគាត់ទាំងអស់គ្នាដែលថាគាត់មិនមែនជាអ្នកមានប៉ុន្តែគាត់ស្មោះត្រង់ទន្ទឹមគ្នានោះខ្ញុំក៏បានជួបនៅរឿងរ៉ាវផ្ទាល់ដែលខ្ញុំត្រូវគេកោត្រូវគេបោកហើយជួនកាលអ្នកខ្លះបន្លំយើងអត់ច្រើនទេ$1 $2 $3 $4 $5,000 10000ហ្នឹងប៉ុន្តែលោកអ្នកនៅពេលដែលយើងដឹងថាយើងត្រូវគេបោកយើងត្រូវគេបន្លំយើងជឿចិត្តមែនតើហើយមិនគួរណាជាពិសេសទៀតបើសិនណាជាអ្នកនឹងជាអ្នកដែលយើងស្គាល់ទៀតយើងជឿចាប់ដែលគេមកបោកមកបន្លំយើងតែទន្ទឹមនឹងនោះទីបន្ទាល់ដែលខ្ញុំបានជួបនេះពិតជាលើកទឹកចិត្តដល់ខ្ញុំមែនតើហើយអ្វីដែលខ្ញុំធ្វើសម្រាប់ពួកគាត់វិញខ្ញុំអធិដ្ឋានសូមព្រះអង្គបានប្រទានពរដល់ពួកគាត់ហើយគាត់លើកចិត្តខ្ញុំខ្លាំងហើយដោយសារអីទ្រព្យសម្បត្តិលោកីនេះគាត់ពួកគាត់មិនជាអ្នកមានទេមកអីវ៉ាន់ខ្ញុំដែលលក់ពងទាលក់នំសិលដែលលក់តាមចាំផ្លូវប៉ុន្តែខ្ញុំឃើញពីភាពស្មោះត្រង់របស់គាត់ដែលខ្ញុំសូមកោតសរសើរហើយខ្ញុំសូមព្រះជាម្ចាស់ឋានសួគ៌ក្នុងផែនដីបានប្រទានពរដល់គាត់ឲ្យគាត់បានចម្រុងចម្រើននៅក្នុងគ្រួសារគាត់ប្រកបដោយសេចក្តីសុខសាន្តហើយមុខរបរគាត់ចម្រើនកូនចៅគាត់បានចម្រុងចម្រើនឡើងចាហើយក៏បានលើកទឹកចិត្តដល់ខ្ញុំនៅក្នុងព្រះបន្ទូលព្រះអង្គនៅក្នុងព្រះគម្ពីរសុភាសិតចំពុក10 ខ 9ដែលបានចែងថាអ្នកណាដែលប្រព្រឹត្តដោយទៀងត្រង់នោះក៏ដើរដោយទុកចិត្តតែអ្នកណាដែលបង្ខូចផ្លូវខ្លួននោះមនុស្សទាំងឡាយនឹងស្គាល់គេច្បាស់ដែរចាលោកអ្នកបងប្អូនអរគ្នានៅពេលដែលយើងមានសេចក្តីទៀងត្រង់នៅក្នុងខ្លួនយើងរស់នៅដោយសេចក្តីទៀងត្រង់ណាយើងទៅណាក៏យើងទុកចិត្តដែរពីព្រោះយើងអត់មានខ្លាចថាគេមកមូលបកាច់ឬក៏ធ្វើអីយើងបានទេដោយសារអីយើងចូលលើសេចក្តីពិតទៅលើសេចក្តីទៀងត្រង់ដូច្នេះខ្ញុំសូមអរគុណដល់លោកអ្នកបងប្អូនអរគ្នាហើយជាពិសេសក្នុងនាមយើងជាឪពុកម្ដាយជាគ្រូជាអាណាព្យាបាលដែលយើងមានគំរូដែលយើងព្យាយាមយើងដឹងថាជីវិតយើងមិនមែនបរិសុទ្ធមិនមែនស្អាតគ្រប់លក្ខអីយើងបានគ្រប់លក្ខយើងបានស្អាតដោយសារព្រះយេស៊ូវចាដែលព្រះអង្គបានសគត់លើឈើឆ្កាងជំនួសអំពើបាបរបស់យើងតែយើងកាន់តែបានដោយព្រះអង្គនៅពេលដែលយើងរៀនរស់នៅក្នុងជីវិតដោយព្រះអង្គជាជីវិតដែលមានប្រកបដោយសេចក្តីល្អជាជីវិតដែលស្មោះត្រង់ចាសូមព្រះអង្គបានជួយយើងរស់នៅក្នុងជីវិតស្មោះត្រង់នេះជារៀងរាល់ថ្ងៃបន្តទៀតដែលយើងដឹងថាយើងមិនបាត់ប្រពោណាមួយពីព្រះនោះឡើយសូមព្រះអង្គប្រទានពរសូមជម្រាបលាជួបគ្នាលើក្រោយទៀតអរគុណ